ឃើញស្វាយនៅដើមវាខ្ចីៗល្អពេកហើយក៏នឹកឃើញចង់ញ៉ាំញាំស្វាយផ្កាក្រៀមហើយរាល់ដងគឺខ្ញុំញ៉ាំស្វាយដាក់តែផ្កាក្រៀមឯថ្ងៃនេះខ្ញុំបន្ថែមវាដាក់មួយយឺហឺទៀតបន្ទាប់ពីបេះស្វាយបានហើយខ្ញុំមកបេះជីក្លីទឹសម្ដងហើយជីដែលខ្ញុំដាក់ញ៉ាំស្វាយហ្នឹងមានជីរណានិងជីនាងវងពីរមុខនេះឈ្ងុយណាស់បងប្អូនឥឡូវគ្រឿងផ្សំខ្ញុំបានរៀបចំរួចរាល់ហើយបន្លែប្លុកអីហ្នឹងមានស្វាយមានខ្ទឹមក្រហមមានជីនាងវងជីរណាហើយនិងខ្ទឹមសម្ទេសឥឡូវចាប់ផ្ដើមចិតសបកស្វាយចេញសិនស្វាយនេះគឺខ្ញុំដាក់ចំនួន3ផ្លែស្វាយនេះឃើញសបកខៀវអញ្ចឹងគ្រាន់តែពុះវាមកគឺឡើងលឿងល្អោកតែម្ដងលឿងនេះគឺវាមិនតាន់ទុំទេបងប្អូនគ្រាន់តែស្វាយនេះវាសបករៀងស្ដាប់ស្វាយធម្មជាតិអញ្ចឹងណាបងប្អូនរសជាតិវាឆ្ងាញ់ណាចិតសបកវាឲ្យស្អាតហើយខ្ញុំដាក់វាលាងទឹកឲ្យវាសោះទឹកសិនហើយចាំយកវាទៅសាប់ល្អិតស្វាយនេះខ្ញុំដាក់3ផ្លែតែចាំមើលតាមចាក់ស្ដែងបើសិនជាវាបានតិចពេកដាក់ទាំងអស់តែបើវាបានច្រើនចាំបន្ថយវាខ្លះបន្ទាប់មកខ្ញុំដាក់ខ្ទឹមក្រហមខ្ញុំប្រើចំនួន2ដុំឲ្យតែមុខម្ហូបញ័រឬក៏ភ្លាខ្ញុំអត់ដែលចោលខ្ទឹមក្រហមទេព្រោះដាក់ខ្ទឹមក្រហមទៅលើមុខម្ហូបទាំងអស់ហ្នឹងគឺវាឈ្ងុយឆ្ងាញ់តែម្ដងបន្ទាប់មកទៀតគឺខ្ញុំបន្ថែមនៅខ្ទឹមសនេះខ្ញុំដាក់ចំនួន6ក្រពើបកសបកវាស្អាតហើយខ្ញុំយកវាទៅលាងទៀតបងប្អូនខ្ញុំស្វាយផ្កាក្រៀមនេះគឺស្រួលធ្វើខ្លាំងណាបងប្អូនអត់មានស្មុគស្មាញសោះមួយផ្លែតបានញ៉ាំបានគ្រឿងផ្សំក៏មិនច្រើនមានតែស្វាយជីខ្ទឹមសម្ទេសខ្ទឹមក្រហមចង់បន្ថែមក្រាត់ក៏បានដែរយើងចង់ដាក់សាច់អីបន្ថែមទៀតក៏បានគាសោះទៀតក៏បានដែរតាមចំណង់ចំណូលចិត្តវិធីធ្វើលឿនណាស់ដោយសារតែវាគ្រឿងផ្សំវាមិនសូវជាច្រើនមុខណាឥឡូវខ្ញុំមកសាប់ស្វាយម្ដងស្វាយនេះបងប្អូនចង់យកវាទៅឈូសក៏បានឬក៏សាប់មួយក្បិតមុខពីរដូចខ្ញុំចេះក៏បានដែរបើបានថៃអាំងថៃពពងឬក៏ចៀនមុខទាឲ្យក្រៀមហើយយកមកបន្ទាប់មួយញ៉ាំស្វាយនេះបងប្អូនឆ្ងាញ់ខ្លាំងណាស់រសជាតិជូរហឹរដាក់ជីឲ្យច្រើនម្ទេសច្រើនមកបងប្អូនរួចមកពេលហើយឃើញសាមញ្ញអញ្ចឹងណាមុខម្ហូបនឹងក៏ចុះបាយដែរឥឡូវស្វាយខ្ញុំ2ផ្លែបានប៉ុណ្ណឹងឃើញថាវាច្រើនដែរអញ្ចឹងទុកមកផ្លែទៀតញ៉ាំមួយអំបិលម្ទេសចាស់បន្ទាប់ពីសាប់ស្វាយរួចរាល់ហើយខ្ញុំមកហាន់ខ្ទឹមក្រហមនេះខ្ញុំហាន់ស្ដើងខ្ទឹមក្រហមដូចខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំដាក់វាចំនួន2ដុំហើយយើងហាន់វាស្ដើងបែបនេះមកបងប្អូនដាក់មួយញាំទៅឲ្យវាកាន់តែមានក្លិនឈ្ងុយហើយវាឆ្ងាញ់ខ្ទឹមក្រហមដាណាស់មួយទឹកត្រីញាំភ្លីអីហ្នឹងហើយបន្ទាប់មកខ្ទឹមស6ក្រពើនេះខ្ញុំហាន់វាស្ដើងដែរមុខនេះមើលទៅសាមញ្ញអញ្ចឹងណាបងប្អូនតែញ៉ាំអត់តលាន់ទេញ៉ាំចុះបាយណាស់ឲ្យតែមានថៃពពងថៃដុតឬក៏ជៀនមុខទាអីទេខ្ញុំតែងតែដាក់ញ៉ាំស្វាយមួយផ្កាហ្នឹងឯងបន្ទាប់ពីហាន់ខ្ទឹមសខ្ទឹមក្រហមហើយឥឡូវខ្ញុំមកហាន់ម្ទេសម្ដងម្ទេសថ្ងៃនេះគឺខ្ញុំដាក់តែ3គ្រាប់ទេ3គ្រាប់នេះហឹរកាហាយហោះដែរហ្នឹងណាញ៉ាំប៉ះចាំម្ទេសមួយម៉ាត់អីចង់ទឹកភ្នែកដែរហ្នឹងណាហើយឥឡូវខ្ញុំមកលីងផ្កានេះឲ្យវាក្រៀមសិនព្រោះផ្កានេះខ្ញុំយកទៅលាងទឹកឲ្យដល់ចឹងវាទន់អញ្ចឹងយើងលីងវាឲ្យវាក្រៀមឡើងឈ្ងុយមកយកមកដាក់ញ៉ាំទៅគឺវាឆ្ងាញ់បើយើងអត់លីងវាទេវារៀងហឹងខ្សោះវាអត់សូវឆ្ងាញ់ទេឥឡូវខ្ញុំមកលាយគ្រឿងម្ដងមុនដំបូងនេះខ្ញុំដាក់ទឹកត្រី4ស្លាបព្រាបាយដោយសារស្វាយខ្ញុំវាច្រើនដែរបន្ទាប់មកមានស្ករស2ស្លាបព្រាកាហ្វេថែមប៊ីចេងបន្តិចហើយច្បល់វាឲ្យចូលគ្រឿងគ្នាសព្វល្អមកខ្ញុំក៏ចាក់ផ្កាក្រៀមនិងយូហឺចូលហើយចុងក្រោយខ្ញុំបន្ថែមនៅជីនាងវងនិងជីរណាច្បល់វាឲ្យសព្វគ្នាល្អហើយដួសដាក់ចានជាការស្រេចមុខនេះតំណងអត់បងប្អូនញ៉ាំស្វាយផ្កាក្រៀមលាយយូហឺបងប្អូនចូលចិត្តកុំភ្លេចជួយ share ផងណា